ជាបងសូមថ្វាយស្រីល្អដល់ព្រះជាម្ចាស់នៃយើងដែលទ្រង់ជាម្ចាស់នៃគ្រប់ទាំងអស់ហើយទ្រង់បានប្រទាននៅគ្រប់ប្រពោទាំងជីវិតរបស់យើងទាំងអស់គ្នាហើយបន្ទាប់មកខ្ញុំសូមអរគុណគណៈកម្មការទាំងអស់ដែលបានរៀបចំការប្រឹងប្រែងយ៉ាងអស់ពីចិត្តសម្រាប់ឆ្នាំដើម្បីឲ្យមានការជួបជុំឡើងបើក្នុងពិធីការជួបជុំបែបនេះទេយើងពិបាកនៅក្នុងការស្គាល់គ្នាហើយក៏ពិបាកនៅក្នុងការថ្វាយស្រីល្អដល់ព្រះគ្រូគ្នាដោយបានមានផងដែរហើយបន្តមកទៀតខ្ញុំក៏សូមអរគុណជាពិសេសដល់លោកគ្រូសុផានីដែលដែលគ្រូបានផ្នែកក្នុងការទំនាក់ទំនងសូមលក្ខខណ្ឌការរៀបការអនុញ្ញាតពីការសិក្សានេះហើយក៏ខ្ញុំសូមអរគុណôngស្រីដែលជួយលោកគ្រូគ្រប់ទាំងការគ្រប់គ្រងដើម្បីឲ្យគ្រូអាចដំណើរការបញ្ចប់ឆ្នាំនេះបាទខ្ញុំឈ្មោះរក្សាហើយខ្ញុំទៅមកខាងនេះបាន5ឆ្នាំទេហើយខ្ញុំការនៅខ្មែរគឺខ្ញុំជឿព្រះអង្គកាលពីនៅក្មេងហើយខ្ញុំក៏ចាស់ចេញពីព្រះអង្គវិញរហូតដល់ខ្ញុំអាយុ20ជាងថាឆ្នាំ2019ខ្ញុំក៏ត្រឡប់ទៅរកព្រះអង្គវិញហើយពេលនោះត្រឡប់ទៅរកព្រះអង្គគឺស្វែងរកព្រះអង្គតាមបែបថាជាសាសនាទេចឹងនៅក្នុងការថ្វាយបង្គំគឺគ្រាន់តែជាចំណូលចិត្តតែលេងព្រះវិហារដើម្បីឲ្យសប្បាយហើយបានជួបជុំក៏តែក្រោយមកក៏ឃើញមហាតីព្រះអង្គអញ្ចឹងនៅប្រទេសកម្ពុជាគឺខ្ញុំស្វែងរកមហាតីក្តីស្រឡាញ់របស់ទ្រង់តមកព្រះអង្គក៏ទានពរខ្ញុំនៅឆ្នាំ2021បានមកដល់ទីនេះអញ្ចឹងក៏ខ្ញុំឈានដល់ដំណើរការថ្មីគឺស្វែងរកបំណងមហាតីព្រះអង្គហើយបន្ទាប់ពីខ្ញុំមកដល់ទីសាស្ត្រគឺខ្ញុំបានស្នាក់នៅជាមួយលោកពូហ្វីលីបស៊ូហើយនិងមីរ៉ាជីណាស៊ូគាត់ដូចជាម្ដាយពួកខ្ញុំអញ្ចឹងគាត់មើលថែខ្ញុំសប្បាយទៅយ៉ាងរយៈពេល1ឆ្នាំខ្ញុំនៅមួយគាត់បាទហើយតមកខ្ញុំក៏ផ្លាស់ទីលំនៅមក Florida នេះអត់មានកន្លែងស្នាក់នៅខ្ញុំក៏នៅជាមួយông Philip នៅôngស្អីនៅôngទទួលមើលថាខ្ញុំក៏ជាដូចម្ដាយពួកខ្ញុំដែរហើយដំណាក់កាលនោះហើយគឺជាដំណាក់កាលនៃការបន្ថែមទៀតគឺដោយសារគុណគំរូនៃការបម្រើរបស់ôngប្រុសហើយខ្ញុំក៏បានសួរôngប្រុសថាធ្វើយ៉ាងម៉េចដើម្បីខ្ញុំខ្លាចទៅជាôngប្រុសបានពេលខ្ញុំឲ្យសៀវភៅខ្ញុំមកបាននៅពេលដែលខ្ញុំអានហើយខ្ញុំឃើញផ្លូវឋានទៀតក៏មានលេខឡើងជាសំណួរសួរខ្ញុំពីខ7ដែលព្រះអង្គសួរទៅពេត្រុសថាតើពេត្រុសស្រឡាញ់ព្រះអង្គហើយពេត្រុសឆ្លើយស្រឡាញ់ខ្ញុំឆ្លើយថាបើស្រឡាញ់ព្រះអង្គឲ្យមើលថែស្រឡាញ់កូនជាពេលនោះខ្ញុំសួរខ្លួនឯងទៀតថាដើម្បីមើលថែកូនជាព្រះអង្គបានតែខ្ញុំត្រូវធ្វើយ៉ាងម៉េចហើយក៏ចម្លើយឆ្លើយថាខ្ញុំត្រូវតែស្វែងរកក្នុងការសិក្សាតើខ្ញុំខកក្នុងរូបឃើញលោកគ្រូឆ្លើយតបលោកគ្រូក៏ហៅខ្ញុំអញ្ចឹងនៅក្នុងថ្នាក់រៀននេះគឺជាគម្រោងនៃការសិក្សាចេញពីនិកាយបាទីទេដែលគ្រូក៏មានបទពិសោធន៍រយៈពេលជាង30ឆ្នាំហើយគាត់ក៏ចង់រំជាសភៅទី10ក្បាលនៅក្នុង10ក្បាលហ្នឹងគឺបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំហើយនឹងជាគ្រូពង្រៀនចេះបែងចែកជាពីរផ្នែកតែនៅក្នុងហ្នឹងในការសិក្សានេះគឺតាមគោលការណ៍គឺរយៈពេលពី2ទៅ3ឆ្នាំហើយត្រូវការសិក្សាដោយការយកចិត្តទុកដាក់ផងដែរអញ្ចឹងនៅក្នុងការសិក្សានោះគឺគម្រោងនៃការកម្មវិធីសិក្សានោះតាមលោកគ្រូដែលនៅក្នុងបាទីជិតក៏ប៉ុន្តែអ្នកដែលយកគម្រោងនឹងដើម្បីមកចែកចាយនឹងបង្រៀនគឺតាមអង្គការផ្សេងៗដែរអង្គការមួយឈ្មោះអង្គការ CCI ខ្ញុំបានដាក់ logo ជូនទេក៏តែអង្គការ CCI នេះគឺមានអាជ្ញាប័ណ្ណហើយនឹងមានកម្រិតស្តង់ដារទទួលស្គាល់ពីទាំងពិភពលោកអញ្ចឹងសញ្ញាបត្រដែលទទួលបាននោះគឺ certified ហើយទទួលស្គាល់មានន័យថាអាចទៅប្រើប្រាស់បាននៅក្នុងគោលដៅជាគ្រូពង្រៀនជាដើមណាអញ្ចឹងបញ្ចប់ការសិក្សាក្នុងសៀវភៅ10ក្បាលហ្នឹងមាន5ក្បាលដំបូងបែងចែកជាពីរផ្នែក5ក្បាលដំបូងគឺ certified សម្រាប់ preach មានន័យថាឡើងអធិប្បាយដើម្បីឡើងអធិប្បាយបានខ្ញុំពីដំបូងខ្ញុំដឹងទេខ្ញុំដឹងថាប្រហែលជាគ្រាន់តែអានតែគម្ពីរចប់មួយក្បាលយើងអាចចែកចាយបានយើងអាចឡើងបានក៏តែពេលខ្ញុំសិក្សាជាមួយលោកគ្រូចប់5ក្បាលដំបូងមកខ្ញុំដឹងថាមានក្បួនខ្នាតមានបែបមកច្រើនដែលយើងអត់ដឹង
លក្ខខណ្ឌឧទាហរណ៍វិជាការគ្រប់គ្រងពេលវេលានៅក្នុងការអธิบายការរៀបចំមេរៀនឬប្រធានបទថាតើអត្ថបទខុសអំពីនេះត្រូវជាមួយនឹងប្រធានបទឬអត់ហើយឬបានខុសអំពីហើយតើយើងរកខុសអំពីណាមកបន្ថែមទៀតហើយការលើកឧទាហរណ៍ដល់សំពីបទពិសោធន៍ជីវិតសង្គមយើងជាក់ស្ដែងបទពិសោធន៍ពលរដ្ឋយើងជាក់ស្ដែងមានច្រើនមែនទែននៅក្នុងភាពជាអ្នកដែលចែកចាយព្រះបន្ទូលមានថាជាអ្នកដែលឲ្យចំណីកូនជាព្រះយើងត្រូវស្គាល់កូនជារបស់យើងត្រូវការចំណីបែបចាំមើលថាយើងត្រូវឲ្យចំណីបែបយ៉ាងម៉េចដើម្បីឲ្យកូនជាយើងមានសុខភាពល្អហើយការមើលថាកូនជាគឺមិនមែនងាយស្រួលទេគឺត្រូវការសមត្ថភាពនិងអំណាចអំពីព្រះចឹងហើយការសិក្សានេះគឺបណ្ដុះបណ្ដាលយើងនឹងឲ្យមានចំណេះដឹងមានថាយើងមានអំណោយពីព្រះហើយប៉ុន្តែយើងត្រូវការបទពិសោធន៍ជាក់ស្ដែងខាងសាច់ជាតិដែរចឹងបទពិសោធន៍នៅក្នុងលោកកាយនេះជាក់ស្ដែងផ្ទាល់ចឹងនៅក្នុងការសិក្សា5ក្បាលដំបូងនេះគឺវែងនេះចំណុចមែនតើចាប់ពីសភៅទី1គឺបង្រៀនយើងតាំងពីរបៀបអានព្រះគម្ពីរបាទចឹងសភៅទី1គឺបង្រៀនយើងតាំងពីរបៀបអានព្រះគម្ពីរធម្មតាយើងអានព្រះគម្ពីរយើងអត់ដឹងយ៉ាងម៉េចទេយើងអានយើងដឹងតែយើងស្រឡាញ់ព្រះបន្ទូលព្រះគឺយើងចូលចិត្តយើងស្រឡាញ់ក៏ប៉ុន្តែយើងអត់ដឹងថានៅក្នុងហ្នឹងមានបង្កប់នៅអត្ថន័យបែបយ៉ាងម៉េចព្រះគម្ពីរសញ្ញាចាស់ជួយយោងសញ្ញាថ្មីត្រូវការសញ្ញាចាស់ព្រះគម្ពីរខ្លះហើយបើដូចជាជួរវិញកន្លែងខ្លះហើយបើដូចជាផ្អែមក្តៅត្រជាក់គឺមានសពបែបយ៉ាងហើយផ្នែកខ្លះជាប្រវត្តិសាស្ត្រផ្នែកខ្លះជាបែបកំណាព្យដែលយើងអានជាទម្រង់កំណាព្យបែបភាសាហេប្រឺទេក៏មិនចេះយើងមិនអាចកាត់ស្រាយបានទេកន្លែងខ្លះក៏ជាកំណាព្យកន្លែងខ្លះគឺជាប្រវត្តិសាស្ត្រចឹងគ្រាន់តែជាលើកឡើងឲ្យគេអានទៅបាទចឹងនេះគឺជាអ្វីដែលខ្ញុំបានសិក្សានៅក្នុងហ្នឹងសភៅទី1សភៅទី2ទី3ទី4ទី5គឺលម្អិតខ្លាំងអំពីលក្ខខណ្ឌមធ្យោបាយហើយនិងកត្តាផ្សេងដែលនាំឲ្យយើងហ្នឹងបានចូលទៅដល់ចំណុចស្នូលនៃព្រះបន្ទូលព្រះបន្ទាប់ពីសភៅទី5មកមានទី6ទី7ទី8ហ្នឹងគឺសង្កត់ធ្ងន់ទៅលើភាពជាអ្នកដឹកនាំដែលហៅថា pastor ចឹងបើសិនជាយើងមានបំណងចង់ខ្លាយទៅជាត្រឹមតែជាអ្នកចែកចាយនៅព្រះបន្ទូលព្រះទេគឺយើងអាចសិក្សាពី1ដល់5ប៉ុន្តែបើសិនជាយើងមានបំណងលើនឹងទៀតអាចចង់ខ្លាយជាអ្នកចាស់ទុំជាអ្នកជំនួយនៅក្នុងព្រះវិហារអីហ្នឹងគឺទាមទារឲ្យយើងហ្នឹងសិក្សាបន្ថែមទៀតពី6ទៅដល់10ខ្ញុំសូមបន្ថែមដែរថាឧទាហរណ៍សភៅទី10ចឹងគឺលម្អិតខ្លាំងមែនទែនអំពីក្រុមខុសឆ្គងយកដឹងតែក្រុមខុសឆ្គងមានអ្វីខ្លះពេលថាគេអត់ដែរឬពេលខ្លះយើងជួបតឧទាហរណ៍ពេលខ្លះគេប្រាប់ថាក្រុមមកមិនជាក្រុមខុសឆ្គងហើយសួរគេវិញថាតើខុសឆ្គងបែបយ៉ាងម៉េចនៅក្នុងសភៅនេះគឺលម្អិតខ្លាំងមែនទែនហេតុអ្វីបានជាគេខុសឆ្គងយើងមានផុសតាងអំណាងនៅក្នុងអត្ថបទខគម្ពីរហើយមានក្រុមផ្សេងទៀតក្រុមខ្លះមិនមែនដូចជានិកាយទេក្រុមខ្លះហើយបីដូចជាអ្នកធម្មតាប៉ុន្តែចូលមកគឺនាំឲ្យយើងវង្វេងនៅក្នុងព្រះបន្ទូលព្រះចឹងនៅក្នុងសភៅនេះគឺលម្អិតហើយនឹងបញ្យល់យើងពីមធ្យោបាយទាំងអស់ហ្នឹងឲ្យបានស៊ីជម្រៅដូច្នេះអរគុណព្រះអង្គចឹងបើសិនជាបងប្អូនមានបំណងចង់សិក្សាចឹងសូមបងប្អូនទំនាក់ទំនងទៅកាន់លោកគ្រូសុផានីយើងចាប់ផ្ដើមថ្នាក់រៀននៅខែ7បាទចឹងសូមព្រះអង្គប្រទានពរ